កាត់ចុងឯណាបងកាត់ចុងកាលអាចវាមិនដុះតែការគិតបនបចង់ណាកាលណាយើងដោតទាំងត្រួយវាអញ្ចឹងណាបងវាអាចនឹងឈ្នះស្មៅដែរណាសិនជាវាដុះមកត្រួយវាគ្រាន់តែចេញតែត្រួយលឺមកគឺវាផុតស្មៅហើយស្រេចកាលណាបើយើងកាត់ដើមវាអាចនឹងចេញត្រួយពីក្រោមទៅរឹមនឹងវាបានលូតលាស់មកផុតពីស្មៅអាចនឹងឡើងគ្រប់វិញបាត់ណាបងហេឡូម៉ៃប្រែណានេះមើលពូចង់កាត់ដើមត្លងបងពូចង់មិនមែនថាកាត់យកទៅណាបងកាត់យកទៅដោតតណាបងហើយក៏ដល់វគ្គដែលពូចង់ត្រូវការតែងដើមត្លងដែរណាបងសម្រាប់ត្លងគេមហេជាមិនបានតែងណាបងតែសម្រាប់ពូចង់ក៏តែងឃ្លាតកាលណាយើងតែងដើមយើងក៏កាត់ចូលណាបងតែដៃពូចង់ក៏ទំនេរពូចង់ក៏កាត់យកទៅដាក់ដោតលេងណាបងក៏រកវាបានស្ដុកដីខ្លះក៏មិនស្លាស់ពេកណាបងព្រោះយើងធ្វើដាំទៅវាដើមពីវាអត់ដុះអស់ប្រហែលជា2រៃឯហ្នឹងហើយដល់ពេលយើងឃ្លាតកាត់អញ្ចឹងទៅក៏វាយកទៅដោតខ្លះទៅខ្មៃតនេពេកណាបងនេះក៏យកមកកណូនេះដើម្បីសក់លើណាបងហើយនេះគឺចង់កាប់ដើមកាត់គល់វាណាបងកាលណាយើងកាច់មកវាក៏បែកណាបងគឺចង់ប្រើកត្រៃកាត់ណាបងបើយើងយកកំបិតកាប់ក៏បានណាបងតែដើមវាតូចខ្ចីពេកបើយើងអត់លៀសស្លឹកក៏វានឹងចាញ់ខ្យល់បើយើងដោតណាបងហើយបើយើងកាត់កណាត់វាប្រហែលជាវាអាចជាមិនសូវជាដុះព្រោះដើមយើងវាខ្ចីពេកណាបងព្រោះនេះគ្រាន់ជាការគិតរបស់ពូចង់ទេណាបងព្រោះនេះគឺជាការសាកល្បងរបស់ពូចង់ទេណាបងហើយកថាំងនេះមានដាក់អុយណាគឺដាក់ថ្នាំត្រាំដើមណាបងកាន់តែការពិសោធន៍របស់ពូចង់ណាមិនដឹងថាជាបានលទ្ធផលយ៉ាងម៉េចទេណាបងក៏ឆ្លៀតថតធ្វើជាវីដេអូឲ្យបងប្អូនមើលទេណាបងសម្រាប់បងប្អូនណាធ្វើយ៉ាងម៉េចក៏សូមជួយចែករំលែកផងណាបងជួយខមមិននៅក្រោមវីដេអូណាបងនេះណាស្លាស់លវឹងយ៉ាងណាបងគឺស្ទឹងតែមក10ម៉ែត្រដូចមាន2ដើម3ដើមអីណារុងពូចង់ថាដោតទេណាបងព្រោះដើមវាខ្ចីពេកតែថ្ងៃដែលខ្ញុំទៅតែងដើមសាកមើលដបបោចស្មៅប្រហើយមួយកូនពៅឃើញកូនពៅគេដោតលេងណាបងឃើញដោះពេលពូចង់បាញ់ឆ្នាំពៅពូចង់គិតតែឃើញបើមិនជាដោះហើយចង់នឹងសាកដោតសាកមើលណាបងបើមិនជាបានលទ្ធផលយ៉ាងម៉េចតែពូចង់អត់កាត់ចុងទេណាបងកាត់ចុងកាលអាចវាមិនដុះតែការគិតបនពូចង់ណាកាលណាយើងដោតទាំងត្រួយវាអញ្ចឹងណាបងវាអាចនឹងឈ្នះស្មៅដែរណាមិនជាវាដុះមកត្រួយវាគ្រាន់តែចេញតែត្រួយលឺមកគឺវាផុតស្មៅហើយស្រេចកាលណាបើយើងកាត់ដើមវាអាចនឹងចេញត្រួយពីក្រោមទៅរឹមនឹងវាបានលូតលាស់មកផុតពីស្មៅអាចនឹងឡើងគ្រប់វិញបាត់ណាបងតែអញ្ចឹងមិនអីគ្រាន់តែវាលឺមកឡើងទៅបដ ហើយគឺវាអត់មាន CG អុយច្រើនដូចយើងណាស់ថាយើងកាត់វាណាបងកាលណាយើងកាត់អាចនឹង CG ច្រើនព្រោះវាត្រួយច្រើនណាបងតែអញ្ចឹងវាមានត្រួយតែមួយគឺត្រួយចាស់មិនវាណាបងគ្រាន់តែថាវាអាចជាវែងខ្ពស់បន្តិចណាបងតែក៏វាអាចជាដុះចង់ជួសមកល្ងាចណាបងនេះវាដាច់ច្រើនជាណាដាច់អត់មានឃើញទៅលងបើជា2រៃ3ដៃកំដងបងអូខេចាំមើលថាដោះមិនដោះឬក៏មិនដោះខ្ញុំនឹង review មកសារទៀតណាអូខេបងប្អូន